ในดำเรื่องกู้ประเดประปนวิชมูไซมอนนังปอลากำปงบากรถยนต์ระบอบปูเกขณะเปแดปูเกฉลองกัดจรบตรวจปินัดสระวังบรรทบมอกปูเกบรรทอทเวดำนาตามเพลิงมวยได้เพลิงมันเสาเพลิงสำหรับแต่ไซมอนบ้านประเมียนปอลาเอาปรองประหยัดโดยนิยายทามีนเอาไว้มวยเนมกปอลาบรรชบรถยนต์ให้แต่งปีเนะเจงปีแลนดำใบคืนขมิ้นเสรมันเนะกำปงได้ยืดมันเนะไอเนกันดาเพลิงปูเก็บชียิมนิยายจีมวยเนียงบนใต้เนียงเงียมสงัดให้บรรทอดาวเตมกมันยุบนมันมอโต้มวยบากเลื่อนมาปีติบตุยให้ขมิ้นเสรนุกสรับแต่รถแต่รกมอโต้จีพ่อวิบะเนี่ยบากมอโต้บ้านบกดูในเลือเพลิงให้ขมิ้นเสรก็ดูพองได้ไซมอนรถเตอจุยเนี่ยบากมอโต้ขณะเปปอลารถเตอปีนัดขมิ้นเสรบรรทบมกชะบ้านพลาสเตอร์มันตีเป็ดแต่ไซมอนปรับโพลิธามอโต้มันบ้านบกขมิ้นเสรนุเตโพลิสปัญโยธาเนียงบ้านดูสันลบปรุเนียนมีนจมงือทมุนสรับไทยให้วิจัยบัณฑิตกำปงทเวเตแต่ใบกำนัดประเภทจมงือระบาเนียนเปปาลาสู้อัมปีอปุกมาได้ขมิ้นเสรโพลิสปรับทาปูเก้กำปงสวงรกบนใต้มันมีนระบายกาอัมปีขมิ้นเสรบัดคลุนในดัมบันนุเตรักในบรรทบยังคืนกูสวามีเพรียนุตรลับเติบเตวิงกรอยมอปาลาบันทนำเอาคลุนเองดักมองรถเลอตูรศัพท์ให้เละทองนำขังกรอยกันเจาะเพราะให้จิจังเละปีประเดระบาเนียนในថ្ងៃនោះទៀតគូស្វាមីភរិយានេះបានទៅមើលក្មេងស្រីនៅមន្ទីរពេទ្យវិជ្ជាបណ្ឌិតប្រាប់ពួកគេថាក្មេងស្រីមិនព្រមនិយាយទេប៉ុន្តែពួកគេបានដឹងឈ្មោះនាងថាក្លារ៉ាព្រោះនាងមានប្រតិកម្មខ្លាំងពេកគេហៅឈ្មោះគ្រូពេទ្យម្នាក់ដែលមានឈ្មោះដូចគ្នានៅពេលនោះពួកគេឃើញក្លារ៉ាធ្វើឲ្យខ្លួនឯងរញ្ជួយខ្លាំងខណៈដែលគ្រូពេទ្យកំពុងព្យាយាមបញ្ចប់នាងប៉ាឡាសង្កេតឃើញប្រអប់មួយដែលគេគូដោយជ័រលើដីនាងចាប់យកក្លារ៉ាភ្លាមហើយអង្គុយជាមួយនាងនៅក្នុងប្រអប់ជ័រដែលបណ្ដាលឲ្យក្មេងស្រីស្ងប់ស្ងាត់វិញថ្ងៃបន្ទាប់ពួកគេបានទៅមើលក្លារ៉ាវិញហើយឃើញថានាងត្រូវបានចង់នៅលើគ្រែពេទ្យស៊ីមុនស៊ូពេទ្យថាហេតុអ្វីបានជីចង់នាងហើយគ្រូពេទ្យឆ្លើយថាដើម្បីសុវត្ថិភាពស៊ីមុនសង្កេតឃើញថាក្លារ៉ាឆ្លើយតបនឹងចលនាដៃរបស់គាត់ហើយព្យាយាមដោះចង់នាងប៉ុន្តែពេលនោះវិជ្ជាបណ្ឌិតមកដល់ហើយបញ្ជូនពួកគេចេញពីបន្ទប់បន្ទាប់មកប៉ាឡាត្រូវបានឃើញថាកំពុងចាក់ថ្នាំឲ្យខ្លួនឯងម្ដងទៀតខណៈស៊ីមុនហៅនាងពីខាងក្រៅនាងលាក់ថង់ថ្នាំដែលមានសារធាតុចាក់នៅពីក្រោយកញ្ចក់យ៉ាងរហ័សហើយបើកទ្វារបន្ទប់ទឹកពេលស៊ីមុនចូលមកបន្ទាប់ពីគាត់ចេញទៅប៉ាឡាត្រឡប់ទៅបន្ទប់ទឹកវិញហើយសង្កេតឃើញថាថង់ថ្នាំមិនត្រូវបានលាក់ល្អទេហើយនៅតែអាចមើលឃើញផ្នែកខ្លះនាងយកវាចេញភ្លាមហើយដាក់វាចូលក្នុងកាបូបរបស់នាងបន្តិចក្រោយមកគូស្វាមីភរិយានេះទៅមន្ទីរពេទ្យដែលវិជ្ជាបណ្ឌិតប្រាប់ពួកគេថាក្រពះសរសៃនៃក្លារ៉ាកំពុងឆ្លើយតបល្អហើយស្ថានភាពរបស់នាងក៏បានប្រសើរឡើងយ៉ាងច្រើនពេលស៊ីមុនសួរអំពីឪពុកម្ដាយរបស់ក្លារ៉ាវិជ្ជាបណ្ឌិតបានពន្យល់ថាពួកគេមិនទាន់រកឃើញនៅឡើយនាងក៏បានបញ្ជាក់ថាពេលព្យាយាមបង្ខំឲ្យក្លារ៉ាចេញពីប្រអប់ចរច្រាស់វាធ្វើឲ្យនាងមានអារម្មណ៍ដូចជាកំពុងធ្លាក់ចូលក្នុងសុពលភាពក្លារ៉ាមិនសូវអាចប្រើប្រាស់ជីវិតបានល្អនៅមន្ទីរពេទ្យទេហើយដើម្បីជួយនាងវិជ្ជាបណ្ឌិតជឿថាវាសំខាន់ក្នុងការបង្កើតអារម្មណ៍សុវត្ថិភាពនិងការភ្ជាប់វិជ្ជាបណ្ឌិតពន្យល់ថាក្លារ៉ាបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយប៉ូលានិងស៊ីមុនហើយពួកគេចង់ប្រើទំនាក់ទំនងនោះដើម្បីជួយឲ្យនាងស្ដារឡើងវិញនិងរកឪពុកម្ដាយរបស់នាងឲ្យឃើញនាងបញ្ជាក់ថាការរៀបចំនេះមិនមែនជាការចិញ្ចឹមកុមារទេហើយវាស្មុគស្មាញជាងនេះប៉ុន្តែនាងស្នើឲ្យគូស្វាមីភរិយានេះគិតអំពីរឿងនេះយ៉ាងប្រុងប្រយ័ត្នបើពួកគេយល់ព្រមនាងនឹងចាប់ផ្ដើមរៀបចំឯកសារប៉ូលានិងស៊ីមុនទទួលយកសំណើនេះហើយសម្រេចចិត្តថែទាំក្លារ៉ារហូតដល់រកឪពុកម្ដាយពិតប្រាកដរបស់នាងឃើញបន្ទាប់មកមិត្តភ័ក្តិនិងជាភ្ញាក់ផ្អើលផងដែរគឺអេឌូអារដូបានផ្ដល់យោបល់ថាក្លារ៉ាគួរត្រូវបានថែទាំដោយអ្នកជំនាញនៅមន្ទីរពេទ្យកាន់តែប្រសើរទោះជាយ៉ាងណាប៉ូលានិងស៊ីមុនបន្តបញ្ជាក់ថាក្លារ៉ាមិនសូវសុខស្រួលនៅទីនោះទេហើយពួកគេសម្រេចចិត្តមើលថានាងអាចសម្របខ្លួននៅផ្ទះបានយ៉ាងដូចម្តេចសិនរយៈពេល2 3ថ្ងៃយប់នោះឯងក្លារ៉ាត្រូវបាននាំមកផ្ទះដាក់គេងលើគ្រែហើយគូបន្ទាត់ជីចកោនជុំវិញគ្រែរបស់នាងដោយដែលមន្ទីរពេទ្យបានផ្ដល់អនុហាព្រឹកថ្ងៃបន្ទាប់ក្លារ៉ាព្រឹកភ្នែកឡើងហើយសង្កេតឃើញប្រអប់ចោះចិញ្ចៀនជុំវិញខ្លួននាងប៉ូលីបន្ទាប់មកបានឃើញក្លារ៉ាកំពុងមើលដំណាំមួយនៅក្បែរបង្អួចហើយនាងបានយកវាចូលមកក្នុងបន្ទាត់ចោះចិញ្ចៀនសម្រាប់ក្លារ៉ាពេលក្លារ៉ាចាប់ដំណាំនោះប៉ូលីបានសាកល្បងកំណត់ដែនកំណត់របស់នាងដោយរុញការឲ្យចេញពីក្រៅបន្ទាត់ចោះចិញ្ចៀនក្លារ៉ាបានទាញវាចូលមកក្នុងបន្ទាត់វិញភ្លាមប៉ូលីបានផ្លាស់ទីដំណាំឲ្យឆ្ងាយទៅទៀតហើយលើកនេះក្លារ៉ាបានព្យាយាមទាញវាតែចុងក្រោយនាងបានបោះបង់ហើយជ្រើសរើសនៅក្នុងបន្ទាត់ចោះចិញ្ចៀនប៉ូលីបានគូបន្ទាត់ចោះចិញ្ចៀនឡើងវិញដោយពង្រីកដែនកំណត់ហើយដាក់ដំណាំនោះចូលក្នុងបន្ទាត់ម្ដងទៀត
នាងបានសង្កេតឃើញថាក្លារ៉ាបានព្យាយាមឆ្លងទៅរកដំណាំនោះនៅពេលវានៅក្នុងបន្ទាត់ចរចិញ្ចៀនប៉ូលីបានបន្តពង្រីកបន្ទាត់ចរចិញ្ចៀនបន្តិចម្ដងបង្កើតផ្លូវសុវត្ថិភាពឲ្យក្លារ៉ាអាចផ្លាស់ទីដោយសេរីជុំវិញផ្ទះយប់នោះខណៈពេលដាក់ក្លារ៉ាឲ្យដេកក្លារ៉ាបានកាន់ដៃប៉ូលីហើយប៉ូលីក៏ដេកជិបនាងផងដែរព្រឹកថ្ងៃបន្ទាប់ប៉ូលីត្រូវបានឃើញថាកំពុងចាក់ថ្នាំវិញបន្តិចក្រោយស៊ីម៉ូនបានបង្ហាញគំនូររបស់ក្លារ៉ាឲ្យវេជ្ជបណ្ឌិត Chloe មើលដែលគ្រប់គំនូរទាំងអស់បង្ហាញវត្ថុដែលស្ថិតនៅក្នុងប្រអប់ Chloe បានលុបបន្ទាត់ចរចិញ្ចៀនជុំវិញក្លារ៉ាដោយយឺតហើយស្នើឲ្យប៉ូលីនិងស៊ីម៉ូនរងចាំខាងក្រៅពេលប៉ូលីស្ដាប់ឬក្លារ៉ារមួតនាងបានរត់ចូលទៅក្នុងបន្ទប់វិញក្លារ៉ាបានហៅពាក្យថាដូម៉ាក់យឺប៉ូលីបានគូប្រអប់ចរយ៉ាងឆាប់រហ័សហើយក្លារ៉ាបានក្រឡាប់មករកនាងបន្តិចក្រោយក្លារ៉ាត្រូវបានឃើញថាកំពុងតែរញ្ជួយនៅលើជើងប៉ូលី Chloe បាននិយាយទៅកាន់ក្លារ៉ាថានាងដឹងថាក្លារ៉ាអាចនិយាយបានហើយសួរថាដូម៉ាក់ឌីមានន័យថាអ្វីក្លារ៉ាបានលាក់ខ្លួនខាងក្រោយប៉ូលីហើយកន្ត្រាក់អ្វីមួយចូលត្រចៀកប៉ូលីដែល Chloe បានកត់ត្រាទុក Chloe សួរថាផ្ទះរបស់ក្លារ៉ានៅណាក្លារ៉ាបានកន្ត្រាក់ថាវាយង Chloe សួរថាវាមានន័យថាអ្វីផ្ទះរបស់ក្លារ៉ានៅជិតឬឆ្ងាយហើយនាងរស់នៅជាមួយនរណាក្លារ៉ានិយាយតែគូម៉ាអ៊ីហើយក៏គៀបប៉ូលីឲ្យចិត្តខ្លាំងពេល Chloe គំរាមថានឹងលោកស្នាមចូលរំដងទៀតប្រសិនបើក្លារ៉ាមិននិយាយនាងបានស្រែកហើយឆាកនោះត្រូវបានកាត់បន្ទាប់ពី Chloe ចេញទៅប៉ូលីបានផ្ដល់ការលួងលោមយ៉ាងទន់ភ្លន់ដល់ក្លារ៉ាថានាងមិនបង្ខំឲ្យនាងនិយាយទេនាងប្រាប់ក្លារ៉ាថានាងយល់ពីការភ័យខ្លាចរបស់ក្លារ៉ាចំពោះការឆ្លងកាត់ព្រំដែនស្នាមជ័រហើយសន្យាថាមិនមានអ្វីអាក្រក់កើតឡើងទេក្លារ៉ាឆ្លើយតបយ៉ាងកក់ក្ដៅហើយផ្ដល់រូបកាត់អូរីហ្គាមីជាអំណោយដល់ប៉ូឡាល្ងាចនោះប៉ូឡានិងស៊ីម៉ូនបានចូលរួមពិធីញ៉ាំអាហារពេលល្ងាចជាមួយអ្នកជិតខាងដោយធម្មតាដែលពួកគេបានពិភាក្សាអំពីការរីកចម្រើនរបស់ក្លារ៉ាពួកគេពន្យល់ថាក្លារ៉ាបាននិយាយពាក្យចៃដន្យមួយចំនួនប៉ុន្តែមិនមានអ្វីដែលយល់ច្បាស់ឡើយអ្នកជិតខាងម្នាក់ឈ្មោះបែត្រានបានបង្ហាញថាប៉ូឡាមិនមានកែវទេដូច្នេះអេឌូអាដូបានទៅយកមកភរិយារបស់បែត្រានឈ្មោះ Claudia បាននិយាយថានាងនឹងមកលេងនៅព្រឹកថ្ងៃបន្ទាប់ព្រោះកូនស្រីរបស់នាងចង់ជួបក្លារ៉ាថ្ងៃបន្ទាប់ Claudia បានមកជាមួយកូនស្រីហើយប៉ូឡាបានផ្ដល់នំប៉័ងនិងជែមឲ្យពួកគេភ្លាមនោះ Claudia ចាប់ផ្ដើមឈាមហូរចេញពីមាត់នាងបានរកឃើញកញ្ចក់មួយបំណែកនៅក្នុងម្ហូបដែលធ្វើឲ្យទាំង Claudia និងប៉ូឡាត្រូវភ្ញាក់ផ្អើលបន្ទាប់មកក្រោយ Claudia ចេញទៅស៊ីម៉ូនបាននាំប៉ូឡាចូលផ្ទះបាយហើយបង្ហាញឲ្យនាងឃើញថាក្នុងប៉ុងជេមមានកញ្ចក់ជាច្រើនបំណែកបន្ទាប់មកគាត់បានបង្ហាញថាបន្ទាត់ចូលច្រាស់នៅជិតទូទឹកកកណាស់ដោយសន្និដ្ឋានថាប្រហែលជាក្លារ៉ាអាចធ្វើវាទោះយ៉ាងណាប៉ូឡាបានបដិសេធគំនិតថាក្លារ៉ាជាអ្នកទទួលខុសត្រូវហើយស្នើសុំឲ្យស៊ីម៉ូនទៅទិញចូលច្រាស់បន្ថែមក្រោយមកពេលស៊ីម៉ូនត្រឡប់មកជាមួយចរច្រាស់គាត់បានបង្ហាញប៉ូឡាថានៅលើប្រអប់មានសរសេរ Creed ក៏ដែលមានន័យថាចរច្រាស់ជាភាសាអាល្លឺម៉ង់នៅល្ងាចនោះ Chloe បានមកលេងម្ដងទៀតហើយពួកគេបានជួយបកប្រែពាក្យដែល Clara បាននិយាយពួកគេបានរកឃើញថា Clara បាននិយាយថាបុកាភ័យខ្លាចនឹងការដាក់ទោសប៉ុន្តែពួកគេមិនអាចរកអត្ថន័យពាក្យវាមកបានទេ Chloe បានចេញទៅយ៉ាងលឿនដើម្បីជូនដំណឹងដល់ប៉ូលីសដូច្នេះពួកគេអាចចាប់ផ្ដើមស៊ើបអង្កេតករណីក្មេងស្រីបាត់ខ្លួននៅអាល្លឺម៉ង់ក្រោយមកខណៈកំពុងលេងជាមួយ Clara ប៉ូឡាបានសាកល្បងនិយាយភាសាអាល្លឺម៉ង់ដើម្បីសាកមើលថា Clara យល់ឬអត់ Clara យល់ច្បាស់ប៉ុន្តែបដិសេធមិនឆ្លើយពេលត្រូវសួរថាមាតាបិតារបស់នាងជាជនជាតិអាល្លឺម៉ង់ឬទេស្រាប់តែប៉ូឡាបានរើម៉ាស៊ីនបោកខោអាវកំពុងរំញ័រយ៉ាងខ្លាំងពេលនាងទៅពិនិត្យនាងបានរកឃើញសពផ្ទះនៅខាងក្នុងវាពេលត្រឡប់មកវិញនាងឃើញថា Clara បាត់ទៅដោយភ័យស្លន់ស្លោប៉ូឡាបានស្វែងរកនៅក្នុងផ្ទះហើយសូម្បីតែចេញទៅក្រៅសួរជនជាប់ខាងថាបានឃើញក្មេងស្រីម្នាក់ឬទេប៉ុន្តែជនជាប់ខាងនោះបានឆ្លើយថាមិនឃើញទេដោយមានអារម្មណ៍កាន់តែតានតឹងប៉ូឡាបានត្រឡប់មកផ្ទះវិញហើយចាប់ផ្ដើមហៅសៃមុនខណៈដែលនាងងើសំឡេងសៃមុនពីខាងក្នុងនាងរត់ទៅផ្ទះបាយហើយឃើញ Clara នៅទីនោះជាមួយសៃមុនបន្ទាប់មកនៅពេលប៉ូឡានៅម្នាក់ឯងជាមួយ Clara នាងសួរយ៉ាងទន់ភ្លន់ថាតើ Clara បានលាក់ខ្លួនពីនាងឬទេហើយ Clara កំពុងភ័យអ្វីនាងសួរថាតើវាជាបូម៉ាហើយបូម៉ាជាមនុស្សមែនទេប៉ុន្តែ Clara នៅតែស្ងៀមស្ងាត់ប៉ូឡាបានស្នើឲ្យ Clara គូររូបវិញប៉ុន្តែ Clara បានបោះពណ៌ចោលដោយមានអារម្មណ៍ខឹងប៉ូឡាបានគំរាមថានឹងលុបបន្ទាត់ចោលចេញ Clara បានប្រតិកម្មយ៉ាងហិង្សាដោយស្រែកហើយប៉ះទង្គិចនាងប៉ូឡាបានសង្កេតឃើញជនជាប់ខាងម្នាក់ឈ្មោះ Eduardo កំពុងមើលហេតុការណ៍នេះពីបង្អួចរបស់គាត់បន្ទាប់មក Chloe យ៉ាមកលេងហើយសួរប៉ូឡាថាតើ Clara បានវីនាងឬទេប៉ុន្តែប៉ូឡាបានបដិសេធ
បន្ទាប់មកក្លូរីយ៉ាបានបង្ហាញថាក្លូឌីបានប្រាប់គ្រប់គ្នាថាក្លារ៉ាបានដាក់កញ្ចក់ចូលក្នុងប៉ានជេមប៉ុន្មាននាទីបន្ទាប់ក្លារ៉ាឡើងជាន់លើដោយកាន់រូបគំនូរមួយហើយផ្ដល់វាឲ្យប៉ូឡាដោយស្ងៀមស្ងាត់ពេលក្លូរីយ៉ាព្យាយាមមើលរូបនោះក្លារ៉ាបានរារាំងនាងប៉ូឡាមិនអាចយល់ពីរូបគំនូរនោះបានទេហើយដោយសារតែខឹងក្លារ៉ាបានបាក់វាចេញហើយរត់ចេញទៅមុននឹងចេញទៅក្លូរីយ៉ាបាននិយាយថាក្លារ៉ាមិនមានការកែមអក្រោមការថែទាំរបស់ពួកគេឡើយហើយអាជ្ញាធរអាចនឹងយកនាងទៅដោយសារតែខឹងប៉ូឡាបានទៅប្រជុំមុខក្លូឌីពីការផ្សាយរឿងអំពីប៉ាន់ជេមបន្ទាប់មកប៉ូឡាបានចាប់ផ្ដើមបកប្រែពាក្យ Bubima ដោយប្រើអក្សរទាំងអស់ដែលអាចទៅរួចខណៈដែលក្លារ៉ាលេងនៅក្បែរនាងទៅធ្វើកាហ្វេឲ្យខ្លួនឯងហើយបន្ថែមទឹកដោះគោចូលទៅតាមរយៈការស្រាវជ្រាវរបស់នាងប៉ូឡាបានរកឃើញថាពាក្យនោះពិតជាជាបើមិនក៏ដែលមានន័យថាបុរសបោកបញ្ឆោតភ្លាមនោះនាងមានអារម្មណ៍ថាមានអ្វីមួយជាប់នៅក្រពះហើយសង្កេតឃើញថាមានកញ្ចក់បែកមួយចំណិតនៅក្នុងភេសជ្ជៈរបស់នាងរត់ទៅបន្ទប់ទឹកប៉ុន្តែក្លារ៉ាចាប់ជើងនាងមិនឲ្យនាងចាក់ចេញទេដោយមិនចង់នៅម្នាក់ឯងប៉ូឡាអាចបិទក្លារ៉ាឲ្យនៅក្រៅដោយគូបន្ទាត់ជាមួយចរច្រាស់ហើយដោយការលំបាកយ៉ាងខ្លាំងនាងប្រើច្រឡឹងដកកញ្ចក់បែកចេញពីក្រពះពេលប៉ូឡាត្រឡប់មកវិញនាងឃើញថាក្លារ៉ាបាត់ទៅហើយទ្វារមុខផ្ទះក៏បើកផងដែរឆាកបដូរទៅប៉ូលីសជូនដំណឹងប៉ូឡាថាពួកគេបានរកឃើញអាវក្រៅរបស់ក្លារ៉ានៅក្នុងស្រះមួយប៉ូលីសជឿថាក្លារ៉ាបានរត់គេចខ្លួនទៅដោយខ្លួនឯងប៉ុន្តែប៉ូឡាដាក់សម្លេងថាវាអស្ចារ្យមិនអាចទៅរួចទេព្រោះក្លារ៉ាមិនដែលឆ្លងកាត់ព្រំដែនដែលគូសជាមួយចរច្រាស់នោះឡើយនាងនិយាយយ៉ាងដាច់ខាតថានាងបានចំណាយពេលជាច្រើនជាមួយក្លារ៉ាហើយដឹងថាក្លារ៉ាសប្បាយចិត្តនៅជាមួយនាងថ្ងៃបន្ទាប់ប៉ូឡាដើរត្រេកត្រអោបភ្ញាក់ឡើងឃើញស៊ីម៉ុនកំពុងនិយាយជាមួយអ្នកជិតខាងដែលមានការព្រួយបារម្ភប៉ូឡានជាមួយពួកគេបន្តិចហើយបន្ទាប់មកសុំអនុញ្ញាតឲ្យពួកគេទាំងអស់ចេញទៅបន្ទាប់ពីពួកគេចេញទៅស៊ីម៉ុនបានប្រជុំមុខនឹងនាងដោយនិយាយថាគាត់មិនជឿថាក្លារ៉ាគួររស់នៅជាមួយពួកគេទៀតទេគាត់ក៏បង្ហាញថាគាត់បានរកឃើញអំពីការចាក់ថ្នាំបង្កើតកូនសម្ងាត់របស់ប៉ូឡាផងដែរគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងព្រោះគូស្វាមីភរិយានេះបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំដើម្បីមានកូនប៉ុន្តែបរាជ័យហើយក្មេងនេះទើបព្រមព្រៀងឈប់ព្យាយាមប៉ូឡានិយាយថានាងទើបនឹងប្រាប់គាត់ដែរប៉ុន្តែស៊ីម៉ុនប្រាប់នាងថានាងក្លាយជាមនុស្សអស់សង្ឃឹមចង់មានកូនដល់ថ្នាក់បដិសេធអ្វីអាក្រក់ទាំងអស់ដែលកើតឡើងចាប់តាំងពីក្លារ៉ាម្ដងពេលប៉ូឡានៅតែការពារក្លារ៉ាស៊ីម៉ុនយកតុកេពេនគីនរបស់ក្លារ៉ាហើយបង្ហាញឲ្យឃើញកញ្ចក់បាក់ដែលលាក់នៅក្នុងហោប៉ៅរបស់វាបណ្ដាលឲ្យប៉ូឡាភ្ញាក់ផ្អើលមិនអាចនិយាយអ្វីបានបន្ទាប់មកប៉ូឡាត្រូវបានឃើញកំពុងសិក្សារូបភាពដែលក្លារ៉ាផ្ដល់ឲ្យនាងខណៈដែលទូរស័ព្ទផ្ទះរបស់នាងរោទឡើងភ្លាមនាងឆ្លើយទូរស័ព្ទហើយយឺសំឡេងក្លារ៉ានិយាយថាដូម៉ាក់ក៏បន្ទាប់មកទូរស័ព្ទក៏ត្រូវបានផ្ដាច់ប៉ូឡាបានចាប់ផ្ដើមស្វែងរកទូរស័ព្ទរបស់នាងភ្លាមហើយរកឃើញវានៅជិតទ្វារមុខផ្ទះនាងរាយការណ៍អំពីហេតុការណ៍នេះទៅប៉ូលីសដែលបន្ទាប់មកបានប្រាប់នាងនិងស៊ីម៉ុនថាពួកគេបានតាមដានការហៅទូរស័ព្ទនោះហើយរកឃើញថាវាមកពីទូរស័ព្ទរបស់ប៉ូឡាផ្ទាល់ប៉ូឡាភ្ញាក់ផ្អើលពីការបង្ហាញនេះហើយត្រូវបានជូនដំណឹងថានាងត្រូវតែធ្វើតេស្តវិតម្លៃផ្លូវចិត្តដំបូងនាងបដិសេធប៉ុន្តែចុងក្រោយនាងក៏យល់ព្រមបន្ទាប់ពីធ្វើតេស្តរួចប៉ូលីសស្នើឲ្យនាងទុកទូរស័ព្ទរបស់នាងនៅទីនោះមុននឹងចេញទៅប៉ូឡាបានលួចយកឯកសារការណេអាល្លឺម៉ង់ដែលប៉ូលីសកំពុងពិនិត្យនាងទៅកាហ្វេមួយភ្លាមហើយចាប់ផ្ដើមអានឯកសារទាំងនោះឯកសារមួយពិពណ៌នាអំពីក្មេងស្រីបាត់ខ្លួនខណៈឯកសារមួយទៀតពាក់ព័ន្ធនឹងបទល្មើសប្រឆាំងកុមារក្នុងករណីមួយនាងបានរកឃើញរបាយការណ៍ពិនិត្យសពរបស់ក្មេងអនាមិកម្នាក់ដែលត្រូវបានរំលោភនិងវាយប្រហារខណៈពេលកំពុងពិនិត្យរូបថតកន្លែងកើតហេតុប៉ូឡាបានសង្កេតឃើញរូបអូរីកាមីមួយដែលដូចគ្នាពីប្លែកជាមួយរូបដែលក្លារ៉ាធ្លាប់ផ្ដល់ឲ្យនាងប៉ូឡាបានពិនិត្យឈ្មោះអ្នកពិនិត្យសពដែលរៀបចំរបាយការណ៍នោះភ្លាមហើយសម្រេចចិត្តទៅសួរសុខទុក្ខនាងពេលពួកគេជួបគ្នាអ្នកពិនិត្យសពបានពន្យល់ថាករណីនេះមានរយៈពេល2ឆ្នាំហើយអង្គង់របស់ក្មេងស្រីនោះត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសរីរាង្គតម្រងនោមរបស់នាងមិនដំណើរការទៀតទេក្មេងស្រីនោះបានទទួលការឈឺចាប់យ៉ាងខ្លាំងហើយមានបញ្ហាតម្រងនោមខ្សោយនិងភ្នែកមួយមើលមិនត្រង់ពេលបានឮបែបនេះប៉ូឡាបានរត់ទៅឡានរបស់នាងហើយពិនិត្យឯកសារក្មេងស្រីអាល្លឺម៉ង់បាត់ខ្លួនម្ដងទៀតដែលនៅទីនោះនាងបានរកឃើញក្មេងស្រីម្នាក់ឈ្មោះអ៊ីងគ្រីតដែលមានភ្នែកមួយមើលមិនត្រង់ពេលស្វែងរកតាមអ៊ីនធឺណិតនាងបានដឹងថាអ៊ីងគ្រីតបានបាត់ខ្លួនពីឆ្នេរម៉ាឡាកានៅអាយុ12ឆ្នាំហើយមិនដែលរកឃើញឡើយប៉ូឡាបានមើលវីដេអូមួយដែលឪពុកម្ដាយរបស់អ៊ីងគ្រីតសុំជំនួយដែលនៅទីនោះនាងបានដឹងថាអ៊ីងគ្រីតស្រឡាញ់ធ្វើសិប្បកម្មតូចដែលនាងហៅថាទេវតាអ្នកអភិរក្សប៉ូឡាបានដឹងថាសិប្បកម្មទាំងនោះមានរូបរាងដូចនឹងអូរីកាមីដែលក្លារ៉ាធ្លាប់ផ្ដល់ឲ្យនាង
ពេលពូឡាត្រឡប់មកផ្ទះវិញនាងបានឃើញកំណត់សម្គាល់មួយពីស៊ីមុនដែលសរសេរថាគាត់ស្ថិតនៅស្ថានីយ៍ប៉ូលីសបន្ទាប់មកនាងបានគូអំបោះមួយដោយប្រើចរច្រាស់នៅកន្លែងដែលក្លារ៉ាធ្លាប់អង្គុយហើយមើលរូបគំនូរដែលក្លារ៉ាធាក់បាក់ម្ដងទៀតខណៈពេលពូឡាមើលចេញពីបង្អួចនាងបានដឹងថារូបគំនូរនោះបង្ហាញទិដ្ឋភាពពីខាងក្រៅផ្ទះរបស់ពួកគេដែលបង្ហាញទៅផ្ទះរបស់អេឌូអារដូនិងម៉ៃតេពេលឃើញអេឌូអារដូមើលបង្អួចរបស់នាងជាញឹកញាប់នាងកាន់តែជឿជាក់ថាមានអ្វីមួយមិនប្រក្រតីជាមួយគាត់នាងបានទូរស័ព្ទទៅប៉ូលីសភ្លាមហើយជំរុញឲ្យពួកគេស៊ើបអង្កេតអេឌូអារដូដោយបញ្ជាក់ថាគាត់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ក្លារ៉ានិងករណីរបស់អ៊ីងគ្រីតផងដែរបន្ទាប់ពីបញ្ចប់ការហៅទូរស័ព្ទប៉ូឡាបានទៅផ្ទះអេឌូអារដូដោយខ្លួនឯងភ្លាមហ៊ីបយន្តបន្តនាំយើងត្រឡប់ទៅអតីតកាលមុនពេលប៉ូឡានិងស៊ីម៉ូនរកឃើញក្លារ៉ាជាលើកដំបូងវាត្រូវបានបង្ហាញថាអេឌូអារដូបានបើកឡានឆ្លងកាត់ផ្លូវនោះមុនគេបន្ទាប់ពីឃើញរថយន្តប៉ូលីសនៅមុខគាត់បានបត់ឡានត្រឡប់ក្រោយវិញបន្ទាប់មកយើងបានដឹងថាអេឌូអារដូឈិនលឹងយេដាក់ក្លារ៉ាលើផ្លូវគាត់បានប្រាប់ក្លារ៉ាឲ្យដើរទៅមុខត្រង់ទៅរកប៉ូលីសហើយសន្យាថានឹងត្រឡប់មកយកនាងវិញបន្ទាប់ពីសុខភាពនាងប្រសើរឡើងគាត់បានណែនាំក្លារ៉ាឲ្យដើរតាមខ្សែស៊ីម៉ង់ដែលជាសញ្ញាកណ្ដាលលើផ្លូវដោយមានអារម្មណ៍ភ័យខ្លាចក្លារ៉ាបានចាប់ផ្ដើមដើរតាមខ្សែស៊ីម៉ង់នោះក្រោយមកនៅយប់ថ្ងៃជប់លៀងពេលអេឌូអារដូទៅយកកែវសម្រាប់ប៉ូឡាវាត្រូវបានបង្ហាញថាគាត់បានបំបីកែវសម្ងាត់ហើយដាក់កញ្ចក់បាក់ចូលក្នុងប៉ាន់ជែមនិងដបទឹកដោះគោទាំងពីរគោលបំណងរបស់គាត់គឺដាក់អន្ទាក់ក្លារ៉ាហើយធ្វើឲ្យប៉ូឡានិងស៊ីម៉ូនបញ្ជូននាងត្រឡប់ទៅមន្ទីរពេទ្យវិញជាក់ស្ដែងអេឌូអារដូក៏ជាអ្នកទទួលខុសត្រូវក្នុងការដាក់សោផ្ទះចូលក្នុងម៉ាស៊ីនបោកខោអាវផងដែរហេតុការណ៍ចម្លែកទាំងអស់ដែលកើតឡើងក្នុងផ្ទះត្រូវបានគាត់រៀបចំទុកជាមុនបន្ទាប់មកយើងឃើញការសន្ទនារវាងអេឌូអារដូនិងភរិយារបស់គាត់ម៉ៃតេដែលបង្ហាញថាអេឌូអារដូជាបុរសដែលចូលចិត្តគ្រប់គ្រងនិងប្រើអំពើហិង្សាហើយទំនាក់ទំនងរបស់ពួកគេក៏មានបញ្ហាខ្លាំងផងដែរត្រឡប់មកសប្តាហ៍ថ្ងៃប៉ូឡាបានចូលទៅផ្ទះអេឌូអារដូដោយធ្វើជាអ្នកទៅយកផែនទីដោយអះអាងថាម៉ៃតេបានស្នើឲ្យនាងទៅយកវាអេឌូអារដូចេញពីបន្ទប់ដើម្បីស្វែងរកផែនទីប៉ូឡាបានស្វែងរកក្នុងផ្ទះយ៉ាងសម្ងាត់ដើម្បីស្វែងរកក្លារ៉ាពេលនាងសម្រេចចិត្តចេញទៅនាងបានដឹងថាប្រចាំទ្វារត្រូវបានចាក់សោអេឌូអារដូបានបង្ហាញខ្លួនភ្លាមពីក្រោយនាងហើយពេលប៉ូឡាព្យាយាមគេចខ្លួនគាត់បានវាយនាងយ៉ាងសាហាវដោយចាក់ចុងដោតមួយដែលមុតប៉ុន្តែហើយទាញវាចេញវិញគាត់បានអូសនាងទៅកាន់ទ្វារសម្ងាត់មួយដែលនាំទៅកាន់បន្ទប់ក្រោមដីនៅក្នុងបន្ទប់ក្រោមដីប៉ូឡាបានឃើញក្លារ៉ាជាក់ស្ដែងដែលកំពុងស្ថិតនៅកណ្ដាលបន្ទាត់ជាច្រើនដែលគូដោយចខៀវបន្ទាប់មកអេឌូអារដូបានអូសប៉ូឡាទៅបន្ទប់មួយទៀតហើយក្លារ៉ាបានឃើញអ្វីទាំងអស់មុនពេលប៉ូលីសមកដល់ដើម្បីស៊ើបអង្កេតអេឌូអារដូបានសម្អាតភស្តុតាងទាំងអស់ចេញអស់ប៉ូលីសបានសួរអេឌូអារដូដោយប្រាប់គាត់ថាពួកគេបានទទួលការហៅមកហើយចង់សួរគាត់ពីសំណួរខ្លះអេឌូអារដូសួរថាតើប៉ូឡាជាអ្នកហៅពួកគេមែនទេបន្ទាប់ពីប៉ូលីសចេញទៅគាត់បានត្រឡប់ទៅបន្ទប់ក្រោមដីវិញហើយចាប់ផ្ដើមបង្ខំប៉ូឡាឲ្យស្រវឹងដោយទាមទារឲ្យនាងប្រាប់ថានាងរកឃើញការពិតបានយ៉ាងដូចម្តេចប៉ូឡាបានប្រាប់គាត់ថានាងបានរកឃើញរបាយការណ៍ពិនិត្យសពរបស់អ៊ីងក្រេតពេលគាត់សួរថាវានៅណានាងបានប្រាប់ថាវានៅក្នុងរថយន្តរបស់នាងអេឌូអារដូយកសោរថយន្តពីក្នុងហោប៉ៅរបស់នាងបិទភ្លើងបន្ទប់ក្រោមដីហើយចេញទៅអេឌូអារដូចេញទៅស្វែងរកក្នុងរថយន្តរបស់នាងប៉ុន្តែរកឯកសារមិនឃើញទេដូច្នេះគាត់បានទៅផ្ទះប៉ូឡាក្នុងអំឡុងពេលនោះប៉ូឡាបានខិតខំឈានដល់ទ្វារបើកវាបានហើយបោះបន្ទះចោមួយទៅកាន់ក្លារ៉ាចាប់វាហើយប៉ូឡាបានជំរុញឲ្យនាងបង្កើតផ្លូវផ្ទាល់ខ្លួនដោយប្រើបន្ទះចោក្លារ៉ាធ្វើតាមសេចក្តីណែនាំរបស់នាងយ៉ាងប្រុងប្រយ័ត្នប៉ូឡាសួរក្លារ៉ាថានាងនឹងទៅកាន់ទូអាវុធឬទេប៉ុន្តែក្លារ៉ាបាននិយាយថានាងមិនចង់ទទួលការដាក់ទោសពីម៉ែរបស់នាងនៅទីនោះទេបន្ទាប់មកប៉ូឡាសួរថាម៉ែរបស់នាងនៅទីនេះឬទេហើយក្លារ៉ាបានឆ្លើយថាបាទពេលប៉ូឡាសួរថាឈ្មោះម៉ែរបស់នាងឈ្មោះអ៊ីងក្រេតឬទេក្លារ៉ាបានបញ្ជាក់យ៉ាងស្ងៀមស្ងាត់ម្ដងទៀតអេឌូអារដូបានរកឃើញឯកសារនៅផ្ទះប៉ូឡាហើយត្រឡប់ទៅផ្ទះវិញដើរចូលទៅបន្ទប់ក្រោមដីភ្លាមប៉ុន្តែរកឃើញថាក្លារ៉ាបាត់ទៅដោយសម្បូរអារម្មណ៍ខឹងគាត់វាយប្រហារប៉ូឡាឡើងវិញហើយទាមទារឲ្យដឹងថាក្លារ៉ានៅណាដោយប្រើឱកាសក្នុងភាពចលាចលនោះក្លារ៉ាបានចាក់សោអេឌូអារដូនិងប៉ូឡាទាំងពីរនាក់ឲ្យនៅក្នុងបន្ទប់ក្រោមដីក្លារ៉ាបានគូបន្ទាត់ជាមួយចោចោពេលនាងដើរហើយធ្វើដំណើរចេញពីបន្ទប់ក្រោមដីទៅកាន់ទ្វារមុខទោះជាយ៉ាងណានាងមានការស្ទាក់ស្ទើរពេលនាងដឹងថានាងមិនអាចគូសលើដីខាងក្រៅបានទេនាងឃើញស៊ីម៉ុននៅផ្ទះរបស់គាត់ហើយចាប់ផ្ដើមហៅឈ្មោះគាត់ប៉ុន្តែគាត់កំពុងរវល់នឹងទូរស័ព្ទដើម្បីរាយការណ៍អំពីការបាត់ខ្លួនរបស់ប៉ូឡា
បន្ទាប់ពីប្រមូលអារម្មណ៍ក្លាហានទាំងអស់របស់នាង Clara បានជើងចេញទៅលើដីដោយដៃញ័រពីការភ័យខ្លាចហើយដើរទៅផ្ទះ Simon នៅពេលនោះផងដែរ Maite បានមកដល់នាងបានលួងលោម Clara ដោយស្រទន់ស្រឡាញ់នាងប៉ុន្តែស្រាប់តែចាប់ Clara ឡើងវិញហើយទាញនាងចូលទៅក្នុងផ្ទះវិញដោយកម្លាំងព្រឹកថ្ងៃបន្ទាប់ Maite បានប្រឈមមុខជាមួយ Eduardo ហើយប្រាប់គាត់ថានាងនឹងមិនរាយការណ៍អំពីអ្វីដែលបានកើតឡើងចំពោះ Paula និង Clara នៅក្នុងបន្ទប់ក្រោមដីនោះទេដោយមានលក្ខខណ្ឌមួយគត់នាងទាមទារឲ្យមានសេរីភាពក្នុងការទៅជួបកូនរបស់នាងពេលណាក៏បានដោយឲ្យប្រាក់សម្បត្តិនិងចំណីអាហារផង Eduardo មិនត្រូវសួរចូលរួមជាមួយរឿងរបស់នាងម្ដងទៀតឡើយត្រូវបានបង្ហាញថា Eduardo បានហាមឃាត់មិនឲ្យ Maite ជួបកូននាងហើយរក្សាកូនឲ្យឆ្ងាយពីនាងបន្ទាប់មក Maite បានយកអាហារពេលព្រឹកមកបម្រើ Eduardo នៅលើតុប្រឆេតពេលនាងបើកទ្វារមុខផ្ទះដើម្បីយកខ្យល់បន្តិចកម្លាំងពិសេសបានចូលបង្ក្រាបផ្ទះភ្លាមប៉ូលីសបានជួយសង្គ្រោះ Paula និង Clara ចេញពីបន្ទប់ក្រោមដីហើយចាប់ឃាត់ទាំង Eduardo និង Maite ដោយដាក់ខ្សែដៃពួកគេនៅចុងក្រោយភាពយន្តបានលោតទៅមុខក្នុងពេលវេលាPaula និង Clara ត្រូវបានឃើញកំពុងធ្វើការហៅវីដេអូជាមួយគ្នាដោយមានអារម្មណ៍រីករាយឥឡូវនេះ Clara ស្ថិតនៅប្រទេសអាល្លឺម៉ង់ជាមួយឪពុកម្ដាយរបស់ Ingrid មានជីវិតធម្មតានិងសប្បាយរីករាយត្រូវបានបង្ហាញថា Paula កំពុងមានផ្ទៃពោះនាងហៅ Simon ឲ្យមកដល់ដើម្បីឲ្យគាត់អាចនិយាយជាមួយ Clara បានផងដែរហើយភាពយន្តបញ្ចប់នៅទីនោះសូមអរគុណសម្រាប់ការទស្សនា